កសិករដាំដំណាំគូឆាយបង្ហើបពីបច្ចេកទេសដាំដុះឲ្យទទួលបានទិន្នផលល្អខណៈដំណាំនេះមានតម្រូវការទីផ្សារល្អដំណាំគូឆាយត្រូវបានប្រជាពលរដ្ឋក្នុងឃុំរលួសស្រុកប្រាសាទបាគងខេត្តសៀមរាបប្រមាណ 70% ពេញនិយមដាំដុះដោយសារដំណាំនេះជាប្រភេទដំណាំងាយស្រួលដាំដុះមិនរើសរដូវកាលទទួលផលបានយូរនិងមានតម្រូវការទីផ្សារច្រើនហើយតម្លៃវិញក៏សមរម្យផងដែរជាកសិករដាំដំណាំគូឆាយមួយរូបអ្នកស្រីស្ងួនសុផលរស់នៅក្នុងឃុំរលួសស្រុកប្រាសាទបាគងបានរៀបរាប់ថាប្រជាពលរដ្ឋក្នុងមូលដ្ឋានមិនតិចគ្រួសារនោះឡើយបានដាំដុះនៅដំណាំគូឆាយនេះព្រោះងាយស្រួលដាំមិនចំណាយពេលវេលាយូរដែលចំណាយពេលដាំប្រមាណ1ខែអាចប្រមូលផលបានដំណាំនេះដាំម្ដងអាចប្រមូលផលបានចន្លោះពី1ឆ្នាំទៅ2ឆ្នាំទើបដាំម្ដងទៀតអ្នកស្រីបន្តថាអ្នកស្រីបានជ្រើសរើសយកការដាំដំណាំនេះលើរៀនព្រោះផ្ដល់ភាពងាយស្រួលក្នុងការថែទាំជាពិសេសនោះគឺការពារដំណាំបានពីការជន់លិចនៅរដូវវស្សាផងដែរការដាំលើករងវាងាយស្រួលក្នុងការដកស្មៅអត់សូវមានស្មៅច្រើនណាចាំបើយើងដាំដីនៅកន្លែងពោះរងគឺយើងដកស្មៅនៅក្នុងថ្នាលកញ្ឆាយរបស់យើងគឺយើងដកស្មៅហើយនៅនេះយើងតំបន់យើងរៀងតនៀបដែរបើយើងអត់លើករងចេះទេវាលិចទឹកចាបើយើងលើករងចេះទាំងប្រាសាទទាំងប្រាំងគឺយើងបានរហូតអត់មានប្របាក់អត់មានបញ្ហាហើយជាពិសេសគឺការដកស្មៅនឹងឯងបើសិនតែយើងធ្វើរោងវាមានស្មៅនៅកន្លែងនេះទៀតបាទដកអានេះផងដកក្នុងថ្នាលផងអញ្ចឹងបានយើងចូលចិត្តធ្វើជារៀនចេះដាំចានេះយើងបំបែកកូនវាដូចទឹកខ្ទឹមនឹងឯងអត់បាក់មានក្របមានអីទេពេលដែលយើងដាំយូរទៅដើមវាឈប់ល្អដើមវារាងទូចចាការលូតលាស់វាអត់សូវល្អវាដើមល្អិតយើងចាប់ដើមកឹសវាដាំសារថ្មីចាពេលដែលយើងដាំយូរអញ្ចេះវាកុំវាបែកច្រើនដល់ពេលដែលយើងកឹសដាំសារថ្មីគឺបរិបានទៀតច្រើនទៀតអញ្ចឹងអត់បាក់មានទិញកូនទិញអីមកពីណាទេគឺពូជវារីដល់នេះស្រេចអ្នកស្រីសុផលបានឲ្យដឹងដែរថាទោះបីការដាំដំណាំនេះមានភាពងាយស្រួលក៏ពិតមែនតែក៏នៅជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនផងដែរដូចជាមានសត្វល្អិតបំផ្លិចបំផ្លាញដំណាំនិងកើតមាននៅបាក់តេរីមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំផងដែរអ្នកស្រីបន្ថែមថាចំពោះបច្ចេកទេសវិញក្រៅពីការចេះដាំដុះតពីដូនតាក៏មានអង្គការសង្គមស៊ីវិលមកបង្រៀនពីរបៀបនៃការដាំដំណាំនេះដែលធ្វើឲ្យទិន្នផលល្អមានផលលំបាកដែរចាពេលបើដៅប្រាំងវាក្តៅវាឆេះចុងហើយវាមានមេរោគវាដែរមានមេរោគទៅយើងការពារវាដែរយើងប្រើថ្នាំប្រអីដែរប៉ុន្តែយើងប្រើតាមបច្ចេកទេសចាប្រហែលសប្តាហ៍យើងត្រូវប្រើម្ដងហើយក៏សុពលភាពថ្នាំនោះប្រហែលថ្ងៃអស់សុពលភាពអស់ជាតិពុលបើយើងកាត់តលក់អញ្ចឹងមានផលលំបាកដែរក្នុងការដាំដូចជាសត្វល្អិតវាអត់មានជាតង្កូវជាអីស៊ីដូចស្ពៃដូចអីទេប៉ុន្តែអាសត្វល្អិតមួយប្រភេទនោះគឺវារុកស៊ីក្នុងស្លឹកម្ដងចាពេលនេះវារុកស៊ីអស់ជាតិពើបៃតងនេះទៅធ្វើឲ្យដំណាំយើងខូចហើយបើខែភ្លៀងខ្លាំងក៏ជាបញ្ហាដែរពេលភ្លៀងខ្លាំងវាមានផ្សិតច្រើនហើយលលួយអញ្ចឹងយើងត្រូវតែថែទាំវាកុំឲ្យមានស្មៅនៅក្នុងកញ្ឆាយយើងច្រើនកុំឲ្យយើងដក់ទឹកជឹមទឹកពេកចាចាប់បើជឹមទឹកពេកធ្វើឲ្យលួយអីដែរបើតាមកសិករខាងលើក៏បានឲ្យដឹងទៀតថាសម្រាប់ទីផ្សារវិញបច្ចុប្បន្នគឺមានអតិថិជនមកទទួលទិញដល់ទីតាំងផ្ទាល់តែម្ដងដោយមិនចាំបាច់ឲ្យប្រជាកសិករដឹកកសិផលទៅលក់នៅទីផ្សារដោយខ្លួនឯងនោះឡើយដោយក្នុង1គីឡូក្រាមអាចលក់បានចន្លោះពី2500រៀលទៅ6000រៀលអាស្រ័យលើរដូវកាលជាដើម